នៅក្នុងពិភពលោកដ៏អាចកំបាំងនៃព្រាហ្មញ្ញសាសនាមានទេវៈរាប់លានអង្គត្រូវបានគេគោរពបូជាប៉ុន្តែបើនិយាយពីអាទិទេពដ៏មានឥទ្ធិពលបំផុតដែលជាអ្នកគ្រប់គ្រងនិងថែរក្សាសណ្ដាប់ធ្នាប់ចក្រវាឡទាំងមូលគឺគ្មាននរណាក្រៅពីព្រះវិស្ណុឬព្រះនារីនោះឡើយទ្រង់ជាអាទិទេពដែលនៅពីក្រោយព្រឹត្តិការណ៍ធំជាច្រើននៅក្នុងលោកហើយថែមទាំងជាម្ចាស់ដើមនៃមហាប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរយើងទៀតផងតើទ្រង់មានប្រភពកំណើតពិតប្រាកដមកពីណាហេតុអីបានជាទ្រង់ត្រូវបែងភាគចុះមកចាប់ជាតិជាសត្វនិងមនុស្សរហូតដល់ទៅ10ដងថ្ងៃនេះយើងនឹងមកវះកាត់រឿងរ៉ាវលម្អិតចាប់ពីព្រះនាមកំណើតរូបរាងរហូតដល់អវតារទាំង10របស់ទ្រង់ដែលធានាថាបងប្អូននឹងព្រឺសម្បូរមិនខានយើងមកដឹងពីព្រះនាមរបស់ទ្រង់ជាមុនសិនពាក្យថាវិស្ណុជាភាសាសំស្ក្រឹតមានន័យថាអ្នកដែលស្ថិតនៅគ្រប់ទីកន្លែងឬអ្នកដែលជ្រាបចូលទៅក្នុងគ្រប់វត្ថុទាំងអស់ក្នុងចក្រវាឡទ្រង់គ្មានដែនកំណត់គ្មានទីចុងបំផុតឡើយក្រៅពីព្រះនាមវិស្ណុទ្រង់នៅមានព្រះនាមល្បីជាង1000ផ្សេងទៀតប៉ុន្តែព្រះនាមដែលលេចធ្លោជាងគេគឺព្រះនរាយណ៍មានន័យថាអ្នកដែលមានទឹកជាទីដេកឬចម្រោកនៃមនុស្សលោកនិងព្រះហរិដែលមានន័យថាអ្នកកំចាត់គឺកំចាត់រាល់ភាពងងឹតអំពើអាក្រក់និងទុក្ខសោករបស់សត្វលោកចុះតើទ្រង់មានកំណើតមកពីណាតាមពិតទៅនៅក្នុងគម្ពីរហិណ្ឌូគ្មានកន្លែងណាបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតឬឪពុកម្ដាយរបស់ព្រះវិស្ណុឡើយទ្រង់ជាស្វ័យយមភូមានន័យថាកើតឡើងដោយខ្លួនឯងមិនមានចំណុចចាប់ផ្ដើមនិងមិនមានចំណុចបញ្ចប់សាច់រឿងដ៏ល្បីល្បាញបំផុតបានដំណាលថាមុនពេលចក្រវាឡត្រូវបានបង្កើតគឺមានតែភាពងងឹតសូន្យឈឹងនិងមហាសមុទ្រដ៏ល្វឹងល្វើយព្រះវិស្ណុបានលេចរូបរាងឡើងហើយសម្រាកយ៉ាងស្ងប់ស្ងៀមនៅលើខ្នងអនន្តនាគរាជកណ្ដាលសមុទ្រទឹកដោះនៅពេលទ្រង់កំពុងផ្ទុំលក់ស្រាប់តែមានផ្កាឈូកមួយទងដុះចេញពីផ្ចិតរបស់ទ្រង់ហើយនៅលើផ្កាឈូកនោះគឺមានព្រះព្រំចាប់កំណើតឡើងបន្ទាប់មកព្រះវិស្ណុបានបញ្ជាឲ្យព្រះព្រំជាអ្នកបង្កើតលោកចំណែកឯព្រះសិវៈកើតចេញពីចិញ្ចើមរបស់ព្រះវិស្ណុនៅពេលទ្រង់ខឹងហេតុនេះហើយទើបនៅក្នុងប្រព័ន្ធជំនឿទ្រង់ត្រូវបានគោរពជាទេពអ្នកថែរក្សានិងការពារពិភពលោកនៅក្នុងចំណោមត្រីមូរ៉ូទិកព្រះព្រំអ្នកបង្កើតព្រះវិស្ណុអ្នកថែរក្សាព្រះសិវៈអ្នកបំផ្លាញបើគ្មានការថែរក្សាពីព្រះវិស្ណុទេចក្រវាឡនេះនឹងត្រូវរលាយបាត់បង់ភ្លាមជាមិនខានទ្រង់គង់នៅឋានវៃគុន្ធៈជាមួយមហេសីដ៏មានមហត្តរិទ្ធគឺព្រះម៉ែលក្ស្មីព្រះម៉ែនៃទ្រព្យសម្បត្តិនិងលាភសក្ការៈមកដល់ចំណុចដ៏ជក់ចិត្តគឺរូបរាងដ៏មានអំណាចរបស់ទ្រង់ព្រះវិស្ណុមានកាយសម្ព័ន្ធពណ៌ខៀវក្រមៅឬពណ៌ខ្មៅដូចជាពណ៌មេឃនិងពណ៌មហាសមុទ្រដ៏ជ្រៅដែលតំណាងឲ្យភាពគ្មានដែនកំណត់ជាទូទៅទ្រង់មានព្រះហស្ថ4ប៉ុន្តែនៅក្នុងសិល្បៈចម្លាក់ខ្មែរដ៏កំពូលដូចជារចនាបថភ្នំដាដូនតាខ្មែរបានឆ្លាក់ទ្រង់ឲ្យមានព្រះហស្ថរហូតដល់6ឬ8ដើម្បីបង្ហាញពីមហិទ្ធិឫទ្ធិការពារទិសទាំង8នៃអាណាចក្រនៅក្នុងដៃរបស់ទ្រង់តែងតែកាន់វត្ថុទិព្វ4យ៉ាងជាគោលគឺសង្ឃតំណាងឲ្យសម្លេងទិព្វនៃការបង្កើតលោកនិងភាពបរិសុទ្ធចក្រតំណាងឲ្យការគ្រប់គ្រងពេលវេលាកទាឬដំបងតំណាងឲ្យកម្លាំងរាងកាយយុត្តិធម៌និងអំណាចនៃច្បាប់ចក្រវាឡនិងផ្កាឈូកផែនដីតំណាងឲ្យការរីកដុះដាលនៃជីវិតសេចក្តីសុខសាន្តនិងការថែរក្សាទឹកដីទ្រង់មានយានជំនិះផ្លូវការគឺសត្វគ្រុឌជាស្ដេចបក្សីដែលមានឥទ្ធិពលខ្លាំងក្លាបង្ក្រាបអស់ពពួកនាគនិងបិសាចរឿងរ៉ាវដែលធ្វើឲ្យមនុស្សលោកគោរពកោតខ្លាចព្រះវិស្ណុបំផុតគឺទោះអវតារឬការបែងភាគចុះមកចាប់ជាតិទាំង10ដងដើម្បីជួយសង្គ្រោះពិភពលោកនៅពេលជួបគ្រោះមហន្តរាយអវតារទាំងនោះមានដូចជា 1. មត្យៈគឺចាត្រីទេពចុះមកជួយសង្គ្រោះមនុស្សជាតិនិងគម្ពីរវេទពីគ្រោះទឹកជំនន់លិចលោក 2. គុំជាអណ្ដើកទេពមកជួយទ្រភ្នំពេលកូរសមុទ្រទឹកដោះ 3. វរហៈជាជ្រូកព្រៃជួយព្រះម៉ែផែនដី 4.
ណារសឹងជាអវតារក្បាលតោមមកជួយសម្លាប់អសុរៈហេរញ្ញកសិបុ5វមណៈជាព្រំទឿមមកប្រើល្បិចយកឈ្នះក្រុងពាលី6បរសូរាមចុះមកកម្ចាត់ពួកក្សត្រកំណាចដែលប្រើអំណាចជិះជាន់ប្រជារាស្ត្រ7ព្រះរាមចុះមកដើម្បីកម្ចាត់ក្រុងរាពណ៍8គ្រីស្ណាចុះមកដើម្បីបង្រៀនពីធម៌និងកម្ចាត់ស្ដេចកំណាច9ព្រះពុទ្ធចុះមកដើម្បីណែនាំមនុស្សឲ្យស្គាល់ការមិនបៀតបៀននិងក្តីមេត្តានិងទី10គឺកាឡាគីជាអ្នកចុះមុខនៅថ្ងៃខាងមុខ តើបងប្អូនដឹងទេអង្គរវត្តជាប្រាសាទកសាងថ្វាយព្រះវិស្ណុធំជាងគេបំផុតលើលោកហើយនៅអង្គរវត្តបដិមាដែលខ្មែរហៅថាតារាជជាបដិមាព្រះវិស្ណុធំជាងគេនៅកម្ពុជាតោះទៅស្គាល់ឈ្មោះប្រាសាទមួយចំនួនដែលកសាងសម្រាប់ព្រះវិស្ណុគឺអង្គរវត្តប្រាសាទភ្នំតាម៉ៅប្រាសាទក្រវ៉ាន់ប្រាសាទតុបខាងកើតប្រាសាទវត្តខ្នាតប្រាសាទអូឡូកប្រាសាទមេប៊ុនខាងលិចប្រាសាទវត្តអទ្វារប្រាសាទរូបអារក្សប្រាសាទឃ្លាំងប្រាសាទបន្ទាយសម្រែនិងប្រាសាទធម្មនន្ទសូមអរគុណសម្រាប់ការតាមដាន